បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំ app មួយដែលយើងអាចធ្វើការកាត់វីដេអូជំនួសឲ្យកម្មវិធី CapCut បានហើយក៏វាមាន function ច្រើនបងប្អូនអញ្ចឹងសម្រាប់ iOS យើងចូលទៅកាន់ App Store មកបងប្អូនហើយយើង search ពាក្យថា Vita ទៅប៉ុណ្ណឹងទៅវាចាញ់ហើយវាចាញ់ Vita Video Editor and Maker ហ្នឹងបងប្អូនចឹងដោយសារកម្មវិធីនេះខ្ញុំបាន install រួចរាល់ហើយបងប្អូនកម្មវិធីហ្នឹងនេះអញ្ចឹងយើងបើកទាំងអស់គ្នាមកអញ្ចឹងខ្ញុំធ្វើតេស្តឃើញថាវាផ្ដល់ភាពងាយស្រួលវាទោះបីវាមាន AdSense យ៉ាងមែនតែក៏យើងអាច continue app បានយ៉ាងងាយស្រួលចឹងវាអត់សូវសាំញ៉ាំដូច CapCut អានឹងនិយាយត្រង់ទៅអាហ្នឹងហើយសម្រាប់បងប្អូនដែលរស់ស៊ីតើតើនឹងធ្វើ digital marketing ឯងកាប់តតាមទូរស័ព្ទឯងយ៉ាងងាយស្រួលហើយនឹងគឺខ្ញុំឧទាហរណ៍ចាហើយនេះគឺវីដេអូដែលខ្ញុំបានធ្វើណាហើយយើងអាចធ្វើការ record ហើយយើងវាមាន tool ច្រើនដែរបងប្អូនមើលទៅវាអាចថាវាប្រហាក់ប្រហែលជាមួយនឹង CapCut ដូចគ្នាដែរតែគ្រាន់តែវាបានច្រើន function ហើយវាមាន sticker វាមាន add note អីដូចគ្នានេះហើយវាអត់ដូចជាវាអត់ទន់តម្រូវឲ្យយើងទិញអីដែរមើលទៅចឹងយើងអាចថាប្រើទៅវា free វាបានវាផ្ដល់ភាពងាយស្រួលនេះចាហើយតាក់ទងវីដេអូដូចគ្នាដែរបងប្អូនយើងអាចចុចលើវីដេអូយើងអាច split នេះយើងកាត់ចោលហើយយើងអាច delete អីបានដូចគ្នាចានេះយើងអាច delete ហីចានេះអញ្ចឹងវាងាយស្រួលដែរហើយមួយទៀតវាមាន tool ច្រើនមាន AI effect អីផ្សេងៗតែបងប្អូនដែលចូលចិត្តថតរូបឬក៏ថត blog អីក៏ត្រូវដែរហើយមួយទៀតខ្ញុំសូមបង្ហាញទាក់ទងនឹងការ export នេះយើងអាច select ទំហំដែលយើងចង់ export នេះវា support SD រហូតដល់ Full HD 2K 4K អញ្ចឹងហើយទាក់ទង frame នឹងអាច increase បានទៀតហើយគាត់តែយើង increase frame អញ្ចឹងវា megabyte វាធំតាមហ្នឹងហើយ default វា30 frame អញ្ចឹងបើបងប្អូន export ទៅ 4K ក៏បានដែរហើយបើយើង export ជាទូទៅដូចនៅលើ CapCut វាបានត្រឹមតែ18អាចទៅ Full HD អញ្ចឹងបើយើងចង់បានដូចហ្នឹងតើយើងទិញ license អីទៀតអីចឹងទៅ subscribe license របស់គេអញ្ចឹងនៅហ្នឹងយើងអាច export បាន 2K ឥឡូវខ្ញុំឧទាហរណ៍ត្រឹម 2K ចឹង 4K ក៏បានដែរតែដោយសារ share screen របស់ខ្ញុំវាអត់ ដល់ទេអញ្ចឹងខ្ញុំដាក់ត្រឹមតែ 2K ចឹងយើង export មកស្រួលដែរហើយវាអត់មានពាណិជ្ជកម្ម load សាំញ៉ាំដូចapp ផ្សេងមួយចំនួនអញ្ចឹងពេលដែល export វា load ឲ្យយើងមើលវីដេអូអីញ៉ៃៗទៅហើយយើង save ប៉ុណ្ណឹងទៅយើងអាចចូលទៅ check មើលនៅលើអ្វីដែលយើង export នេះមុននឹងនេះអញ្ចឹងចំពោះកម្មវិធីហ្នឹងបងប្អូនវាផ្ដល់ភាពងាយស្រួលអញ្ចឹងបើអាចបងប្អូនប្រើកម្មវិធីហ្នឹងទៅហើយសម្រាប់អ្នកចូលចិត្ត post YouTube Facebook ក៏ដូចជា TikTok ឲ្យត្រូវហើយណាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់វីដេអូហ្នឹងហើយជួបគ្នានៅវីដេអូផ្សេងទៀតក្រោយតេតងនឹងelectronic ក៏ដូចជាបច្ចេកទេសផ្សេងអូខេសូមអរគុណសូមជម្រាបលាបងប្អូន